ស្ដីបងប្អូនអរគ្នានេះខ្ញុំមកចែកម្លែកពីរបៀបទទួលការងាររបស់ app ទីដាអង្គរបស់យើងណាអញ្ចឹងញៀវ booking ចូលវានឹង load ចេញបែបនេះយើងចុចទទួលមកហើយត្រង់នេះយើងចុចពេលយើងមកដល់ឃើញរូបទីតាំងភ្ញៀវហើយយើងចុចពីមកដល់ហើយបន្ទាប់មកយើងអស់ចេញដំណើរមកកន្លែងនេះខ្ញុំដាក់ខានីតិឲ្យលឿនបន្តិចដើម្បីឲ្យឆាប់ដល់គោលដៅត្រង់នេះពេលយើងមកដល់ទីតាំងភ្ញៀវយើងអស់ទៅខាងស្ដាំដើម្បីបញ្ចប់ដំណើរហើយបន្ទាប់មកនឹង load ចំនួនទឹកលុយដែលត្រូវទូទាត់ពីភ្ញៀវអញ្ចឹងនៅក្នុងកន្លែងនេះគឺបានលុយ 6,600 អញ្ចឹងពេលដែលយើងបានទទួលលុយហើយយើងចុចអតិថិជនបានទូទាត់លុយរួចរាល់យើងត្រូវចុចខាងលើហ្នឹងណាបើសិនយើងអត់បានទេយើងចុចខាងក្រោមបញ្ជាក់ថាមិនទាន់បានបញ្ជាក់ដោយមិនទាន់បានការបង់ប្រាក់ហើយបន្ទាប់មកយើងចង់មើលព័ត៌មានលម្អិតនៃការដឹករបស់យើងអញ្ចឹងយើងអាចចូលមើលបាននៅកន្លែងចុចត្រី3ខាងលើហ្នឹងអញ្ចឹងយើងចុចចូលកន្លែងត្រី3ហ្នឹងមកបន្ទាប់មកយើងអស់រកមើលខាងក្រោមកន្លែងប្រតិបត្តិការថ្មីហើយបន្ទាប់មកយើងឃើញហើយយើងចុចសញ្ញាឧទានហ្នឹងមកដើម្បីមើលព័ត៌មានលម្អិតអញ្ចឹងយើងនឹងឃើញគីឡូសរុបគីឡូដំបូងហើយនឹងលុយផ្សេងហ្នឹងឯង